我是柬埔寨皇家科学院中文系的学生，也是中国华能助学金的资助对象之一。2025年4月，中国国家主席习近平对柬埔寨进行了国事访问，随后在柬埔寨媒体发表的署名文章里面提到柬埔寨第一大电站，它为柬埔寨民众带来实实在在好处。那时我就在想，资助我的三河二级水电站，它到底为柬埔寨人民带来了哪些实实在在的改变呢？于是我来到这里，亲自寻找答案。បាទអ្នកសួរតើបងខ្ញុំគឺកសលអ្នកនំប្អូនទស្សនានៅទីនេះបងថ្ងៃហ្នឹងគឺខ្ញុំចង់ស្វែងយល់អំពីស្ថានីយ៍អគ្គិសនីអញ្ចឹងថ្ងៃហ្នឹងរំខានបងតិចអូខេតោះអញ្ចឹងតាមបងនៅទីនោះគឺមានចម្លើយជាច្រើនខ្ញុំលើថាខាងបងក៏បានផ្ដល់អាហារូបករណ៍ដល់ក្មេងបឋមនៅភូមិស្រែកោថ្មីមែនទេនេះបងអូនពួកគាត់ក្មេងៗទាំងនេះសុទ្ធតែទទួលបានអាហារូបករណ៍ហនហ្នឹង我突然决定要给他们上一课。ស្ថានីយ៍វារីអគ្គិសនីសិក្សាក្រោម2បាននាំមកនូវសេចក្តីសង្ឃឹមសម្រាប់ការសិក្សារបស់ពួកយើងហើយក៏បាននាំមកនូវសេចក្តីសង្ឃឹមសម្រាប់ការអភិវឌ្ឍនៃប្រទេសកម្ពុជាអរគុណមិត្តចិនយ៉ាងជ្រាលជ្រៅសម្រាប់ការជួយពួកយើងកន្លងមកបងពិតជាស្គាល់វារីអគ្គិសនីច្បាស់ណាស់តើបងធ្វើការនៅទីនេះរយៈពេលប្រហែលឆ្នាំហើយខ្ញុំចូលធ្វើការនៅទីនេះក្នុងខែធ្នូឆ្នាំ2016ហើយក៏ជាបុគ្គលិកខ្មែរម្នាក់ក្នុងចំណោមបុគ្គលិកជនជាតិខ្មែរដំបូងគេបង្អស់នៅក្នុងស្ថានីយ៍វារីអគ្គិសនីនេះអូអញ្ចឹងបងធ្វើការនៅទីនេះអស់រយៈពេលជិត10ឆ្នាំហើយខ្ញុំឃើញមានវិស្វករអគ្គិសនីដូចបងធ្វើការនៅវារីអគ្គិសនីច្រើនណាស់ខ្ញុំពិតជាកោតសរសើរការងាររបស់ពួកបងណាស់为了更了解电站，我们回到营地查看资料。អញ្ចឹងបងអាចបញ្យល់ណែនាំអំពីដំណើរការសាងសង់ដំបូងនៃវារីអគ្គិសនីនេះបានទេបងអូខេបានតែនៅក្នុងខែមករាឆ្នាំ2014ការសាងសង់ស្ថានីយ៍វារីអគ្គិសនីបានចាប់ផ្ដើមហើយជំហានដំបូងគេនោះគឺការបោសសម្អាតគ្រប់មុខនៅប្រទេសកម្ពុជារបស់យើងធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំមកហើយដែលបណ្ដាលឲ្យសេសសល់គ្រាប់មីនបន្តជាច្រើនដើម្បីធានាសុវត្ថិភាពនៃការសាងសង់ស្ថានីយ៍វារីអគ្គិសនីនិងសុវត្ថិភាពដល់ប្រជាពលរដ្ឋក្រុមហ៊ុន China Honeng Group បានធ្វើការបោសសម្អាតគ្រាប់មីនគ្រប់ជ្រុងជ្រោយនៅតំបន់នោះឯកសារនេះបានកត់ត្រាថាផ្ទៃដីបោសសម្អាតមានសរុប5032ហិកតានិងបានដោះគ្រាប់បន្ទន់ផ្ទុះចំនួន207គ្រាប់ក្រោយមកទៅប្រជាពលរដ្ឋអាចធ្វើការបាននិងរស់នៅប្រកបដោយសុវត្ថិភាពតើវារីអគ្គិសនីផ្ដល់ផលប្រយោជន៍អ្វីខ្លះទៀតដល់ប្រទេសកម្ពុជានៅថ្ងៃទី17ខែធ្នូឆ្នាំ2018ស្ថានីយ៍បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការដែលអាចផលិតអគ្គិសនីបានប្រហែល 1.9 លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំប្រហែល 20% នៃការផលិតអគ្គិសនីទាំងមូលក្នុងប្រទេសកម្ពុជានៅថ្ងៃដាក់ឲ្យប្រើប្រាស់ជាផ្លូវការរដ្ឋាភិបាលបានប្រកាសបញ្ចុះតម្លៃអគ្គិសនីភ្លាមៗប្រទេសចិនមិត្តដៃថែបរបស់យើងនេះបានជួយកម្ពុជាយ៉ាងច្រើនតាមរយៈគំនិតរួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវបាទបងឃើញថាតម្លៃអគ្គិសនីពិតជាចុះច្រើនមែនអូនៅនេះមានរូបភាពភូមិជាច្រើនបងភូមិនោះនៅណាដែរហើយរូបភាពដែលผมបានឃើញនេះគឺជាភូមិចាស់គឺអត់មានភ្លើងប្រើប្រាស់គ្រប់គ្រាន់ហើយនឹងផ្លូវអត់មានដែរផ្លូវភូមិថ្មីមានទឹកប្រើប្រាស់មានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ហើយនឹងផ្លូវស្អាតការរស់នៅទីនោះប្រហាក់នឹងទីក្រុងទៅហើយដូច្នេះការរស់នៅរបស់ប្រជាពលរដ្ឋសប្តាហ៍នេះគួរតែសប្បាយរីករាយណាបងបាទត្រូវហើយក្រុមហ៊ុន China Honeng បាននាំយកបទពិសោធន៍កាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនមកអនុវត្តនៅទីនេះដោយបានសាងសង់ផ្ទះថ្មីនិងចែកចាយដីស្រែចម្ការឲ្យប្រជាពលរដ្ឋពួកគាត់ក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាសាលារៀនមន្ទីរពេទ្យវត្តអារាមប៉ុស្តិ៍ប៉ូលីសជាដើមមានប្រជាជនជិត 4000 នាក់បានផ្លាស់ប្ដូរមករស់នៅទីនេះ在这里，我找到了心中的答案，找到了柬埔寨和中国友谊的见证。三河二级水电站是一座伟大的工程，给柬埔寨带来了光明和希望。